បាទសួស្តីអ្នកគ្នាថ្ងៃនេះខ្ញុំមកចែករំលែកទាក់ទងជាមួយនឹងការការពារឯកសារឬក៏របាយការណ៍របស់យើងកុំឲ្យគេលុបឬកែបាត់បាទនៅក្នុងឯកសាររបស់យើងណាបាទអញ្ចឹងបើខាត់ពេកចូលតែម្ដងណាចូលបង្ហាញតែម្ដងចូលអ្នកគ្នាទៅចុច review មកនេះគេចុច restrict សិនណាបាទឧទាហរណ៍ថាខ្ញុំអនុញ្ញាតឲ្យគាត់បំពេញព័ត៌មានផ្សេងខ្ញុំមិនឲ្យគាត់លុបទេប៉ុន្តែនៅក្នុងទីតែក្នុងឈ្មោះនេះខ្ញុំអនុញ្ញាតឲ្យគាត់បំពេញឯកសារបាននេះគេចុចឆ្លឹកចឹងមកបន្ទាប់មកនេះគេចុច tick កន្លែង everyone នេះណាបាទអញ្ចឹងកន្លែងនេះគឺយើងអនុញ្ញាតឲ្យគាត់បំពេញបានណាបំពេញនៃការឈ្មោះបានហើយឧទាហរណ៍ថាខ្ញុំភេទនេះខ្ញុំមិនឲ្យគាត់កែទេហើយសញ្ជាតិនេះខ្ញុំឲ្យគាត់បំពេញបាននិងកែបានហើយនេះឈ្មោះឡាតាំងបាទអញ្ចឹងនៅក្នុងឧទាហរណ៍នេះខ្ញុំអនុញ្ញាតឲ្យគាត់បំពេញតែ3ចំណុចទេ3blockទេណាតើនេះចុចនេះ yes start protect បាទតើមកនេះគេដាក់ password ណាឧទាហរណ៍ថាខ្ញុំដាក់ password 1 2 3បាទ1 2 3បាទហើយមកអញ្ចឹងមានន័យថាពេលយើងផ្ញើឯកសារហ្នឹងចឹងអ្នកផ្សេងអាចបំពេញតែចំណុចដែលយើងអនុញ្ញាតគាត់បំពេញទេបាទក្រោយពីហ្នឹងពួកគាត់អត់អាចទៅវាយឬកែបានទេណាឧទាហរណ៍នេះគេអត់អាចលុបកែបានទេបាទហើយដើម្បីដោះមកវិញយើងធ្វើយ៉ាងម៉េចបាទអ្នកនរទៅចុច stop protection ហើយគ្នាវាយ password មកវិញណា1 2 3បាទអូខេអញ្ចឹងឯកសារនេះត្រូវបានដោះវិញហើយអាចលុបនិងកែបានបាទហើយដើម្បីដោះគ្នានេះយើងធ្វើមិនដែរនេះគេគាត់យកដល់ browser ដាក់នៅក្នុងមកនេះគេដោះឡើង take everyone មកបាទហ្នឹងវានឹងដោះហើយបាទដោះនៅចំណុចដែលយើងត្រូវអនុញ្ញាតឲ្យគាត់កែបានបាទនេះជាការបង្ហាញតាក់ទងជាមួយនឹងការការពារឯកសារឬរបាយការណ៍ដែលយើងអនុញ្ញាតឬមិនអនុញ្ញាតឲ្យអ្នកផ្សេងហ្នឹងកែលើរបាយការណ៍ឬក៏ឯកសារយើងបានហ្នឹងហើយអញ្ចឹងការបង្ហាញរបស់ខ្ញុំមានប៉ុណ្ណឹងបាទអរគុណច្រើន